គ្នាម្ដងទៀតថ្ងៃនេះវីដេអូទី3នៅថ្ងៃនេះទេលើកនេះវីដេអូទី3ខ្ញុំឃើញឃ្លាមួយនៅក្នុងនេះគេនិយាយអំពីហ៊ានសាកបាទហ៊ានសាកនេះបើយើងគិតមកផ្លែតទៅវាខ្លីសាមញ្ញប៉ុន្តែបើយើងគិតឲ្យស៊ីជម្រៅថាអ្វីអ្វីក៏ដោយយើងត្រូវតែហ៊ានសាកត្រូវតែហ៊ានឈានជើងទៅមុខតែមិនមែនមានន័យថាយើងឈានដើរផ្លូវសាកបើដឹងថាកោះហើយយើងដើរទៅទេណាមានន័យថាបើយើងបកមកលើការរស់ស៊ីបើយើងវិញយើងត្រូវតែជំនះចិត្តហ៊ានហ៊ានសាកណាបាទមានន័យថាយើងសាកដើរមួយជំហានសិនបើវាជោគជ័យយើងដើរទៅទៀតមានន័យថាបើសិនជាយើងនៅតែខ្លាចមិនហ៊ានដូចខ្ញុំបាទខ្ញុំបើគិតពីរឿងការរស់ស៊ីវិញធ្លាប់លក់ដូរតិចតួចប៉ុន្តែយើងវាអត់លះយើងវានៅអាកូនចិត្តមួយថាខ្លាចខ្មាស់គេជាស្អាចិត្តខ្មាស់គេណាអត់ហ៊ានអៀនណាអៀនហ្នឹងនាំឲ្យបរាជ័យដែរអញ្ចឹងខ្ញុំអានសភៅនេះច្រើនខ្ញុំអានហើយអានទៀតអានហើយអានទៀតគិតហើយគិតទៀតថាបើខ្ញុំមិនសាកខ្ញុំអត់ដឹងអញ្ចឹងខ្ញុំនឹងសាកបើទោះវាបរាជ័យវាលោភមិនដាច់ក៏អីវ៉ាន់ហ្នឹងនៅខ្ញុំដែរបាទក៏អីវ៉ាន់ហ្នឹងនៅខ្ញុំដែរអញ្ចឹងខ្ញុំនឹងសាកដើរផ្លូវអឺធ្វើអាជីវកម្មមួយហ្នឹងប៉ុន្តែដូចខ្ញុំជម្រាបបងប្អូននៅក្នុងវីដេអូមុនអញ្ចឹងថាខ្ញុំនឹងអឺធ្វើអាជីវកម្មមួយតែអាជីវកម្មហ្នឹងគ្រាន់តែជាគម្រោងនៅក្នុងខែ12ទេមិនទាន់បញ្ចេញឲ្យបងប្អូនដឹងទេតែគ្រាន់តែចង់សំណូមពរឲ្យបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រងបាទជួយគ្រប់គ្រងបាទទាំងអស់គ្នាផងបាទហើយដែលហ៊ានសាកនេះគឺមានន័យថាយើងមានទំនុកចិត្តបានមកពីណាបានមកពីបងប្អូនបានមកពីគ្រួសារឪពុកម្ដាយជាពិសេសគឺទំនុកចិត្តនៃការរស់ស៊ីគឺយើងអានសភៅបានច្រើនយើងជួបមនុស្សបានច្រើនអញ្ចឹងទៅអញ្ចឹងហើយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាហ៊ានសាកហ៊ានបើកក្តីសម័យមែនតើទៅបើយើងពឹងតែលើការធ្វើការមួយមុខมันអាចទប់រួចទេបាទអញ្ចឹងហើយបើយើងអាចឆ្លៀតចាញ់រកស៊ីបានមួយច្រកទៀតក៏ល្អអញ្ចឹងណាបាទហើយខ្ញុំនិយាយនេះមិនមែនថាខ្ញុំជាអ្នកជោគជ័យអីទេអត់ទេខ្ញុំគ្រាន់តែអានសភៅទៅឃើញឃ្លាល្អអឺចែកម្លែកទៅបងប្អូនទាំងអស់គ្នាបងប្អូនស្ដាប់គិតថាល្អក៏យកទុកទៅហើយថាបើមិនល្អទេក៏បោះចោលយើងទៅហើយសម្រាប់ខ្ញុំក៏នឹងត្រៀមបើកគម្រោងអាជីវកម្មតូចមួយប៉ុន្តែអាជីវកម្មនោះលាក់ឈ្មោះសិនអត់ទាន់និយាយអីទេបាទចាំពេលដល់វេលាសម្ពោធឡាយលក់បដ ாய் អញ្ចឹងណាបងប្អូនបាទអរគុណច្រើន